លេចចេញភាពមិនប្រក្រតីក្នុងការបោះឆ្នោតមុនថ្ងៃកំណត់នៅប្រទេសថៃត្បិតថាការបោះឆ្នោតសកលនៅប្រទេសថៃនឹងប្រព្រឹត្តទៅនៅថ្ងៃទី8ខែកុម្ភៈនេះក៏ដោយប៉ុន្តែថៃបានរៀបចំការបោះឆ្នោតមុនផងដែរដើម្បីធានាថាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតគ្រប់រូបហើយអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបានទោះបីពួកគេមានឧបសគ្គនៅថ្ងៃបោះឆ្នោតជាផ្លូវការក៏ដោយការបោះឆ្នោតនេះផងដែរបានធ្វើមុនកំណត់ធ្វើឡើងនៅទូទាំងប្រទេសគណៈកម្មការរៀបចំការបោះឆ្នោតបានឲ្យដឹងថាការបោះឆ្នោតមុនគឺមានចំនួនយ៉ាងកកពលគឺ2លានអ្នកឯណោះទោះបីយ៉ាងណាក៏ដោយពលរដ្ឋថៃមិនតិចទេដែលសម្ដែងការមិនពេញចិត្តនិងត្អូញត្អែក៏ដូចជាការលើកឡើងអំពីភាពមិនប្រក្រតីជាច្រើនក្នុងអំឡុងការបោះឆ្នោតនេះបើយោងតាមការចេញផ្សាយដោយបាងកកប៉ុស្តិ៍ពលរដ្ឋបានលើកឡើងអំពីកំហុសបច្ចេកទេសនៅតាមមណ្ឌលបោះឆ្នោតនីមួយៗពលគឺមន្ត្រីរៀបចំការបោះឆ្នោតបានសរសេរលេខកូដមណ្ឌលខុសនៅលើស្រោមសញ្ញឆ្នោតដែលអាចធ្វើឲ្យសញ្ញឆ្នោតទាំងនោះคล้ายជាសញ្ញឆ្នោតមិនបានការលើសពីនេះទៀតក៏មានការចោទប្រកាន់អំពីការដឹកជញ្ជូនមនុស្សឲ្យទៅបោះឆ្នោតជាក្រុមដែលទង្វើនេះធ្វើឲ្យគេសង្ស័យថាជាផ្នែកមួយនៃយុទ្ធសាស្ត្រទិញទឹកចិត្តម្ចាស់ឆ្នោតមិនត្រឹមតែពលរដ្ឋសាមញ្ញទេសូម្បីតែអ្នកវិភាគឬក៏សកម្មជននយោបាយក៏បង្ហាញកង្វល់ដែរថាប្រសិនបើលទ្ធផលបោះឆ្នោតនៅថ្ងៃទី8ខែកុម្ភៈបង្ហាញថាគណៈបកប្រឆាំងជាពិសេសគណៈបកប្រជាជនឈ្នះដាច់នោះវានឹងមានសម្ពាធពីបណ្ដាអភិរក្សនិយមដើម្បីរកវិធីរារាំងមិនឲ្យពួកគេបង្កើតរដ្ឋាភិបាលបានអ្វីដែលពលរដ្ឋថៃខ្លាចនោះគឺអ្នកដែលនិយាយអំពីរដ្ឋប្រហារឬរំលាយគណៈបកក្រោយការបោះឆ្នោតដែលបង្កភាពភ័យខ្លាចថៃអាចនឹងធ្លាក់ចូលក្នុងវិបត្តិនយោបាយនិងការតវ៉ាតាមដងផ្លូវជាថ្មីម្ដងទៀត